ទស្សនិកជនជាទីគោរព BYD ថៃសាវែនបានបង្ហាញខ្លួនជាលើកដំបូងនៅកម្ពុជានៃអាស៊ីប៉ាស៊ីហ្វិកដែលបង្ហាញពីការបដិញ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន BYD ចំពោះទីផ្សារអាស៊ីអាគ្នេយ៍រថយន្ត SUV ដែលបានបំពាក់នៅបច្ចេកវិទ្យាទំនើបឆ្លាតវៃនិងលំហធំទូលាយស៊េរី BYD ថៃសាវែនត្រូវបានសម្ពោធដាក់លក់ជាផ្លូវការនៅរាជធានីភ្នំពេញប្រទេសកម្ពុជាដែលជាការបង្ហាញដំបូងគេបង្អស់នៅតំបន់អាស៊ីប៉ាស៊ីហ្វិកការសម្ពោធនេះបានជ្រើសរើសយកកម្ពុជាជាទីតាំងដំបូងដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់និងបដិញ្ញារបស់ BYD នៅក្នុងទីផ្សារកម្ពុជានេះក៏ជាជំហានដ៏សំខាន់របស់ BYD នៅក្នុងយុទ្ធសាស្ត្រពង្រឹងទីផ្សាររថយន្តថាមពលថ្មីនៅអាស៊ីអាគ្នេយ៍ដោយនាំយកនៅបច្ចេកវិទ្យាឈានមុខគេនិងសេវាក្នុងស្រុកដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់កម្ពុជានៅជម្រើសធ្វើដំណើរបៃតងដែលមានប្រសិទ្ធភាពសន្សំសំចៃនិងឆ្លាតវៃបំផុតនៅក្នុងឱកាសនោះលោក Henry Yip នាយកប្រតិបត្តិផ្នែករថយន្ត BYD ប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន BYD អាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថាយុទ្ធសាស្ត្រថ្មីរបស់ BYD គឺជ្រើសរើសយកកម្ពុជាជាកន្លែងសម្ពោធដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិកមិនត្រឹមតែជាការទទួលស្គាល់នៅសក្តានុពលនៃទីផ្សារកម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាវិធានការដ៏សំខាន់នៅក្នុងការរៀបចំផែនការទីផ្សារថាមពលថ្មីជាសកលរបស់ BYDក្នុងនាមជាម៉ាកយីហោរថយន្តថាមពលថ្មីដែលលក់ដាច់បំផុតនៅលើពិភពលោក BYD តាមរយៈ Harmony iCar ដែលជាតំណាងចែកចាយផ្លូវការនិងយកការសម្ពោធ Thai 7ជាចំណុចចាប់ផ្ដើមថ្មីស្របជាមួយនឹងរោងចក្រដំឡើងរបស់ BYD នៅក្នុងប្រទេសកម្ពុជាដើម្បីជំរុញយុទ្ធសាស្ត្រផលិតនៅកម្ពុជាប្រគល់ជូននៅកម្ពុជាបន្តនាំយកទៅច្នៃប្រឌិតផ្នែកបច្ចេកវិទ្យានិងសេវាដ៏ល្អឥតខ្ចោះដើម្បីចូលរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីនៃការធ្វើដំណើរតាមបៃតងនៅកម្ពុជាលោក Charlie Yang អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនបុតសម្ព័ន្ធ Harmony iCar Cambodia បានថ្លែងថា BYD និង Harmony iCar បន្តពង្រឹងបណ្ដាញសេវានៅកម្ពុជាដែលបច្ចុប្បន្នមានសាខាចំនួន10កន្លែងដែលបានសាងសង់រួចដោយក្នុងនោះ6កន្លែងមានសេវាជួសជុលពេញលេញគ្របដណ្ដប់នៅរាជធានីភ្នំពេញសៀមរាបនិងខេត្តព្រះសីហនុស្ថានីយ៍សេវាថ្មីនៅកោះនរានិងផ្លូវជាតិលេខ3នឹងចាប់ផ្ដើមដំណើរការនៅឆមាសទី1នៅក្នុងឆ្នាំនេះបណ្ដាញសេវាក្រោយការលក់នៅក្នុងរាជធានីភ្នំពេញនឹងត្រូវពង្រីកដល់ទៅ5កន្លែងចំណែកឯមជ្ឈមណ្ឌលលក់និងសេវាកម្មក្រោយការលក់នៅខេត្តសៀមរាបបានចាប់ផ្ដើមដំណើរការហើយមជ្ឈមណ្ឌលលក់និងសេវានៅខេត្តព្រះសីហនុនិងសម្ពោធនៅក្នុងពេលឆាប់នេះផងដែរលោកប៉ានគីមហួរអ្នកគ្រប់គ្រងទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុន BYD បានឲ្យដឹងថា Thai 7បំពាក់ដោយបច្ចេកវិទ្យាប្រព័ន្ធ Snow EV 3និងប្រព័ន្ធ Super Hybrid ដែលអាចរត់បានទាំងសាំងនិងអគ្គិសនីការបើកបរដោយថាមពលអគ្គិសនីសុទ្ធតែអាចឡើងទៅដល់130គីឡូម៉ែត្រឆ្លើយតបបានយ៉ាងងាយស្រួលសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃនិងជួយកាត់បន្ថយសម្ពាធពីតម្លៃសាំងឡើងថ្លៃរថយន្តនេះអាចស្ទុះពី0ដល់100គីឡូម៉ែត្រនៅក្នុង1ម៉ោងនៅក្នុងរយៈពេលត្រឹមតែ 4.8 វិនាទីប៉ុណ្ណោះកម្លាំងខ្លាំងក្លាព្រមទាំងគ្រប់គ្រងដល់ការបើកបរដោយថាមពលអគ្គិសនីសុទ្ធដែលផ្ដល់ជូនការធ្វើដំណើរបៃតងកាត់បន្ថយកាបូនពលគឺ Thai 7បំពាក់ដោយបច្ចេកវិទ្យាទំនើបឆ្លាតវៃនិងគុណភាពជាមួយនឹងតម្លៃសម្រាប់ BYD Thai 7 4WD Ultra មានតម្លៃ 51,800 និង BYD Thai 7 2WD Pro មានតម្លៃត្រឹមតែ 46,800 តែប៉ុណ្ណោះ